ខ្ញុំបងកំពុងរើគេត្រូវការយើងត្រូវការអ៊ំនិយាយទៅមកជួរនេះគឺរើទាំងអស់បដ ாய் រើទាំងអស់អូនទៀតថ្មខ្ញុំជិះទៅតាមខ្ញុំឲ្យឲ្យចោលស្ដាយអ៊ំស្ដាយខ្ញុំពីក្មេងរហូតដល់ស្កូវក្បាលប៉ុណ្ណេះហើយទៅបាត់ទៀតនៅឥឡូវខ្ញុំតាមមួយឆ្នាំមកគេឲ្យរើទៀតអស់10000ទៀតវ៉ាវអស់ឡើងថឹកអ៊ំបាទទីនេះរើអ៊ំនេះសិតសក់ក្រេខ្នើយពុក បងប្អូនទាំងអស់គ្នាចាប់ពីឥឡូវហ្នឹងរមណីយដ្ឋានកំពេញពួរចាប់ផ្ដើមប្រែមុខមាត់ថ្មីក្នុងពេលឆាប់ខាងមុខនេះហើយគឺដោយសារតែរដ្ឋបាលខេត្តបាត់ដំបងចាប់ផ្ដើមយុទ្ធនាការស្ថាបនាផ្លូវបេតុងនិងផ្លូវថ្មើរជើងសងខាងនេះជាអ្វីដែលភ្ញៀវទេសចរនិងពលរដ្ឋក្នុងតំបន់តែងតែស្រមៃចង់បានព្រោះអ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់និងពលរដ្ឋដែលរស់នៅទីនេះតែងតែត្អូញត្អែពីផលវិបាកកន្លងមកដូចជាដីហុយផ្លូវកលិចកលុកពិបាកក្នុងការធ្វើដំណើរពេលខ្ញុំបានមកឃើញនៅថ្ងៃនេះមិនថារូបខ្ញុំសូម្បីតែពលរដ្ឋរស់នៅទីនេះប្រកាសជាសប្បាយចិត្តដូចខ្ញុំដែរដោយសារតែគម្រោងធ្វើផ្លូវមួយនេះជាផ្លូវបេតុងនៅពេលដែលខ្ញុំមកកំសាន្តនៅរមណីយដ្ឋានកំពេញពួយនេះយើងសង្កេតឃើញថាបរិយាកាសជុំវិញខ្លួនយើងស្រស់ស្អាតដែលមានភ្នំអមសងខាងបឹងកំពេញពួយនិងផ្ទៃទឹកដ៏ធំល្វឹងល្វើយសែនស្រស់ត្រកាលហើយនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យមានមនុស្សម្លេងយ៉ាងច្រើនដោយសារតែសម្រាប់រមណីយដ្ឋានមួយនេះតិចចិត្តខ្លាំងមែនទែនតែរាល់ដងយើងធ្វើដំណើរតាមលើផ្លូវទំនប់នេះមានសភាពលំបាកបន្តិចតែឥឡូវអស់ការបារម្ភរឿងនេះទៀតហើយព្រោះតែរដ្ឋបាលខេត្តបាត់ដំបងកំពុងតែកែប្រែស្ថានភាពនៅទីនេះដើម្បីឲ្យភ្ញៀវទេសចរនិងបងប្អូនដែលរស់នៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរនិងរស់នៅបានល្អបងប្អូនយើងសាកសម័យមើលពេលធ្វើផ្លូវរួចគប់ផ្សំជាមួយនឹងទេសភាពអាងទឹកកំពេញពួយនេះមិនដឹងជាស្រស់ស្អាតត្រជាក់ភ្នែកប៉ុណ្ណាទេបឹងនេះមានទីតាំងស្ថិតនៅឃុំ2គឺឃុំតាក្រៀមនិងឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបងលើពីនេះទៅទៀតបឹងនេះស្ថិតនៅចន្លោះរវាងភ្នំតាង៉ែននិងភ្នំ150ដោយលាតសន្ធឹងទ្រវែងពីជើងទៅត្បូងដែលមានខ្នងទំនប់ដែលខ្ញុំកំពុងតែឈរលើនេះយ៉ាងក្រាស់មានបណ្ដោយ6000ម៉ែត្រនិងទទឹង1900ម៉ែត្រអាចផ្ទុកទឹកបានរហូតដល់ទៅ110លានម៉ែត្រគូបនៅរដូវវស្សាដែលជាប្រភពទឹកសម្រាប់វិស័យកសិកម្មហើយអាងកំពេញពួយគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមួយដ៏សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនជាពិសេសនៅរដូវបុណ្យទានម្ដងដោយសារតែបឹងមានសភាពធន់ល្វឹងល្វើយជុំវិញព័ទ្ធទៅដោយភ្នំដែលបានផ្ដល់អំណោយផលយ៉ាងល្អប្រសើរដល់អ្នកទេសចរជិះទូកកម្សាន្តគយគន់ផ្កាឈូកនិងជួបភ្នំព័ទ្ធជុំវិញបង្កើតបាននូវទស្សនីយភាពដ៏ស្រស់ត្រកាលគួរជាទីមនោរម្យស្ទូចត្រីនិងហែលទឹកកម្សាន្តលើសពីនេះទៅទៀតភ្ញៀវទេសចរអាចសម្រាកពិសាអាហារនិងស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទីតាំងដែលខ្ញុំឈរនេះគឺនៅលើទំនប់អាងកំពេញពួយអាងកំពេញពួយឥឡូវគឺផ្លាស់ប្ដូរមុខមាត់ថ្មីផ្លូវឥឡូវគេចាប់ផ្ដើមឈូសឆាយហើយខ្ញុំសួរកន្លែងអ្នកលក់មិញគឺនៅលើផ្លូវនេះគឺគេចាក់ផ្លូវបេតុងហើយអញ្ចឹងផ្ទះនៅខាងផ្លូវនេះបងប្អូននេះផ្ទះនេះចេះគឺគេឲ្យរើចេញតែខ្ញុំមិនដឹងថាគេឲ្យរើទៅគេថាឲ្យរើចូលទៅក្នុងតែខ្ញុំមិនដឹងថារើទៅណាទេហើយខ្ញុំជិះមកមិញគឺឃើញគេចាប់ដើមរើបដៅបងប្អូននេះគឺក្នុងអាងកំពេញពួយទឹករីងបងប្អូននេះទឹកនៅសល់តិចមិនច្រើនទេទៅខាងនោះគឺភ្នំ150តែខ្ញុំរងជិះទៅដល់នោះតែវាឆ្ងាយពេកបងប្អូនអញ្ចឹងខ្ញុំក៏ស្រេចចិត្តទៅឈប់ត្រឹមកន្លែងនេះក៏ជាសំណង់ទឹកមួយដែរតែខ្ញុំមិនដឹងថាសំណង់ទឹកទីប៉ុន្មានដែរកន្លែងនេះគឺជាសំណង់ទឹកមួយហើយទៅកន្លែងនោះគឺកន្លែងសំណង់ទឹកទី2ផ្សារសំណង់ទឹកទី2ហ្នឹងគេរើចេញហើយគេរើឲ្យទៅខាងនោះនៅខាងនោះភ្នំវិញនេះផ្លូវគេចាប់ផ្ដើមឈូសឆាយហើយអញ្ចឹងសូមអញ្ជើញពុកម៉ែបងប្អូនទស្សនាទស្សនវិជ្ជាតាមផ្លូវលើអាងកំពេញពួយហើយផ្លូវនេះគឺគេកំពុងតែសាងសង់គេកំពុងតែធ្វើបងប្អូនសាងសង់និយាយខលជាស្អីអញ្ចឹងយើងចាប់ផ្ដើមទៅសូមអញ្ជើញពុកម៉ែបងប្អូនទស្សនាទស្សនវិជ្ជាតាមផ្លូវនៅលើអាងកំពេញពួយទាំងអស់គ្នាបងប្អូននេះផ្ទះគឺនៅបើខ្ញុំជិះពីកំពេញពួយមកវិញផ្ទះនៅខាងស្ដាំដែរអញ្ចឹងខ្ញុំជិះពីភ្នំ150មកវិញគឺផ្ទះពួកគាត់នៅខាងឆ្វេងដែរបងប្អូននេះផ្ទះគាត់នៅនឹងជើងអាងភ្នំបងប្អូននៅនឹងជើងអាងនៅនឹងជើងបងប្អូននៅនឹងជើងបលាយនិយាយខុសជើងបលាយផ្ទះគាត់ខ្ញុំសួរគេមិញគឺគេថាផ្ទះពួកគាត់គេឲ្យរើចេញរើទៅនៅខាងក្នុងប៉ុន្តែខ្ញុំអត់ដឹងថាខាងក្នុងនៅដល់ណាទេបងប្អូននេះគាត់កំពុងតែរើបងប្អូនអ៊ំគេឲ្យរើទៅនៅណាវិញខ្ញុំ
តែដឹងគេឲ្យរើអ៊ំ đang bị ao rồi បាទយកពីរដងដែរអ៊ំ con của nó nào បាច់យកថងបាច់យកថងទេទឹកផឹកសិនបងប្អូន ao rồi đâu mà má បាទអ៊ំគេឲ្យគេទុកពេលឲ្យយើងរើពីថ្ងៃណាដល់ថ្ងៃណាដែរអ៊ំ ao dương tụt cây ao dương tụt ba dương tụt rồi បាទ ông mà cái này អូគេទុកបាទអ៊ំបាទ ta cái tàu cá dương tàu cá អ៊ំនិយាយទៅមកជួរនេះគឺរើទាំងអស់បដ ாய் rồi tao có ôn tiết thôi nhưng chừng tàu cá nó lại chào ស្ដាយអ៊ំស្ដាយ nhom bị cái mấy lâu đó câu cái ba bên này hai chân bắt chân nó vào lâu chân ba mươi năm nó bị ao rồi គេឲ្យរើទៀត อ๋อnóมาเที่ยง វ៉ាវអស់ឡើងថឹកអ៊ំបាទអ៊ំបាទបាទខ្ញុំលេះសិនណាអ៊ំ បាទអរគុណអ៊ំបាទយូរវិញអ៊ំបាទតែយើងចេះដំណើរទៅទៀតខ្ញុំបងក៏កំពុងរស់រើស្ដាយទេបងប្អូនគេគាត់ធ្វើអស់រាប់ម៉ឺនដុល្លារយើងខ້ອຍបន្តិចដោយសារគេកំពុងផ្លូវគេកំពុងតែសាងសង់ទៅខាងមុខគេចាក់ទឹកតែនេះគេអត់បាក់គេបាញ់ទឹកនេះគេអត់បាញ់ទឹកទេតែទេសភាពនៅខាងកំពង់ពោធិ៍គឺស្អាតខ្លាំងណាស់ឡើយយើងបន្តដំណើរទៅមុខទៀតនេះផ្ទះនេះគេកំពុងរើដែរបងប្អូននេះគេកំពុងតែរើដែរបងប្អូនគេចាប់ដើមរើបដានោះគាត់លើកដំបូលដើម្បីរើផ្ទះមកជួរហ្នឹងគឺគេឲ្យរើចេញទាំងអស់នៅនឹងជើងអាងបងប្អូនតែគេឲ្យរើតែនៅខាងក្នុងនេះសួរអ៊ំមិញគេទុកពេលតែគាត់រយៈពេល1ខែហើយតែគាត់អត់បានរើហើយផ្ទះគាត់ទៅសាងសង់បានរយៈពេល1ឆ្នាំផ្ទះថ្មគាត់ថាអីគេធ្វើអស់$10000ដល់ពេលនៅបាន1ឆ្នាំគាត់អត់មានផ្ទះទេដល់ពេលគាត់ធ្វើឲ្យបាន1ឆ្នាំគឺគេឲ្យគាត់រើចេញតែធ្វើមិនអាហ្នឹងវាគេតម្រូវឲ្យយើងរើអញ្ចឹងនេះនៅក្នុងអាងហ្នឹងបងប្អូនមានគេនេសាទត្រីទឹកនៅសារៈបងប្អូននៅសបាតបាតអាងពួកអីបានខ្ញុំនិយាយថាបាត់ហាងដោយសារអីយើងឃើញយើងមើលទៅឃើញតែគាត់ឈើវារីងទៅតែគាត់ឈើអញ្ចឹងទៅហើយមានទួលខ្ញុំគិតថាប្រហែលជារយៈអីវានៅរយៈវាអត់នៅជ្រៅទេបើសិនជាអត់ឃើញតែគាត់ឈើខ្ញុំគិតថាជាប្រហែលជាវានៅជ្រៅទេអញ្ចឹងបងប្អូនខ្ញុំភ្លេចឬកបោបខ្ញុំឬកបោបនេះសិននេះនៅក្នុងអាងបងប្អូនមានកណូតមានអីនេះគេដាក់នៅក្នុងមាត់ច្រាំងហ្នឹងនៅនឹងជើងអាងនៅពេលលក់ចាប់ព្រួយបងប្អូននេះមានចាប់ព្រួយលក់ជាចាប់ព្រួយផ្លូវពិបាកជិះបងប្អូនដោយសារវាចាក់គ្រោះទៅវាកន្លាច់បងប្អូនជិះលឿនគឺអាចនឹងដួលនេះតិចគេរើចេញហើយបងប្អូននេះខាងនេះមានកណូតនៅកណូតដើម្បីគេនេសាទត្រីបងប្អូននេះខាងនេះក៏គេឲ្យរើចេញមកដែរនេះអូឡើយនេះគេរើហើយបងប្អូននេះគេកំពុងរើដែរនេះហើយនេះគេកំពុងតែរែងដែកដើម្បី
ចាក់ផ្លូវបេតុងពួកបងប្អូនក៏កំពុងតែធ្វើសាងសង់ផ្លូវបងប្អូនអូផ្ទះនេះមានអត្រាទៀតនេះគាត់រស់នៅទីនេះយូរឆ្នាំហើយតែគាត់ថាធ្វើមិនគាត់រស់នៅនឹងដីចំណីអាអញ្ចឹងថាទៅប្រហែលជាគេឲ្យគាត់រើនឹងប្រហែលជាគេមាននេះហើយបងប្អូនគេមានដីសំណងណានេះឡានមកគឺវាហយរៀងហយអត់ហ៊ានពីលឿនអូដេសាយវាផ្លូវប្រវត្តិជាលឿនកលាច់ដុំថ្មដួលអស់ថ្មិញខាបានចាស់ទៅពេលមលូទៅពេលស្លាប់កន្លែងលក់តកនេះអ្នករត់ត្រីក្តាច់ជានេះបងប្អូនថាគេគាត់មកពីទិញត្រីតែនេះដើមឈើសិតតាដីហុយដោយសារអីប្រឡាក់ដីដោយសារវាហុយបងប្អូនតែគាត់នៅនេះគេយ៉ាងថាសង្កសីអញ្ចឹងសង្កសីបងប្អូនតែមានគាត់មានអគិសនីប្រើប្រាស់អូនេះលោកដាក់ត្រីបងប្អូនគេគាត់នេះពីឈរស្អត់លោកដាក់ត្រីពេលច្រើនអ្នកនៅនេះតាខ្ញុំសម្គាល់មើលគឺគាត់នេសាទត្រីអាជីវកម្មរបស់គាត់មុខរបរជាប្រចាំថ្ងៃរបស់គាត់បងប្អូនគឺការនេសាទត្រីពីព្រោះនៅអាងកពេញពួយសម្បូរត្រីបងប្អូនសម្បូរខ្លាំងសម្បូរជាងគេគឺត្រីទីង10ផ្សាត្រីទី10ផ្សាត្រីសត្រីនេះបងប្អូននេះអូអាសនីគេកំពុងតែសាងសង់កំពុងតែធ្វើផ្លូវបងប្អូននេះខ្ញុំទៅខាងណាហ្នឹងអូ my god អូទៅបាទបងប្អូនគេកំពុងតែធ្វើតែនេះគេបាញ់ទឹកឈប់ហុយហើយអូ my god តែប្រប៉ាច់វិញផ្លូវឡើយនេះជិះស្រួលវិញរិស័យគេឈូសដុំថ្មឲ្យគេកិនបរៀបទៅវាអត់រលាក់អីនោះឡានបាញ់ទឹកនៅមុខខ្ញុំម្ដងនេះខ្ញុំនឹកឃើញបទចម្រៀងនាងសុនសេពេចគាត់ច្រៀងបទអីគេឲ្យកំពេញពួយកំពូលដួងចិត្តនេះគេបាញ់ទឹកបងប្អូនគេកំពុងបាញ់ទឹកកុំឲ្យហុយហើយអាឡូកំពុងតែកិនដុំថ្មដើម្បីបង្ហាប់ដីអ្នកនាងសុនសេពេចបានច្រៀងចម្រៀងតាមចំណងជើងថាឲ្យកំពេញពួយកំពូលដួងចិត្តខ្ញុំឆ្លាញ់បទនឹងតែចាំប្រូមិនអត់ទៅចាំប្រូមកនេះចាំតែកន្លែងអូកំពេញពួយកំពូលដួងចិត្តសូមស្នេហ៍ថ្មីសាយ័នទុនទៀតទេសភាពខៀវខ្ចីចំណោជំនូនបៃឲ្យស្រីនឹកអាឡៃស្នេហ៍លោកបងប្អូនគេកំពុងតែនេសាទត្រីក្រែងគេចាក់ដីកិនឡង្ហាប់និយាយទៅធ្វើផ្លូវគេបាញ់ទឹកគេកិនអាឡូដើម្បីវាហាប់តបមកកុំឲ្យដីនឹងកុំឲ្យផ្លូវនឹងធ្វើទៅឆាប់ខូចហ្នឹងគេក៏ហាប់បាញ់ទឹកកិនអាឡូបាញ់ទឹកឈប់ឆាយអូនេះដឹកលក់ដឹកទូបងប្អូនមកហើយមានពូកមួយទៅនំនេះបងប្អូនស្អាតខ្លាំងខ្ញុំមើលទៅមានអារម្មណ៍ថាដូចមនុស្សកំពុងតែដេកជាមនុស្សស្រីដេកគាត់សម្រានហើយដាក់នឹកឃើញដូចសក់ក្បាលគាត់តែគាត់អាការមើលឃើញរបស់ខ្ញុំតែបងប្អូនមើលឃើញមិនខ្ញុំមិនដឹងដែរបងប្អូនសក់ស្អាត
នេះបើទឹកអាងពេញហ្នឹងគឺលក្ខណៈថាសោះស្អាតខ្លាំងថាទៅឥឡូវរមណីយដ្ឋានកំពេញពួយអត់សូវមានមនុស្សម្លែងទេដោយសារគេនិយាយតទៀតថារឿងតម្លៃម្ហូបអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅគេថាម្ហូបថ្លៃអញ្ចឹងតែខ្ញុំមុនខ្ញុំឃើញគេធ្វើវីដេអូនិយាយស្គាល់គាត់ថាម្ហូបគាត់មិនថ្លៃទេដោយសារគេមានតម្លៃនៅក្នុងមីនុយម្ហូបស្រាប់អញ្ចឹងយើងអាចមើលឃើញតម្លៃក្នុងនឹងស្រាប់អញ្ចឹងគេអត់ចាក់កទេព្រោះមកថាមុខម្ហូបនឹងអត់មាននៅក្នុងតម្លៃតារាងតម្លៃទេអាហ្នឹងថាអូលើមាត់គេប្រហែលអញ្ចឹងថាវាអត់ទេគេមានតម្លៃនៅនឹងស្រាប់អញ្ចឹងទៅគឺថាវាមិនចាក់កទេបងប្អូនគេអត់ចាក់កទេចឹងចង់សនំពួយពុកម៉ែបងប្អូនមកលេងអានកំពេញពុកវាបានច្រើនតែគាត់ថាឥឡូវនេះអត់មានទឹកទេចាំរដូវទឹកឡើងទឹកហូរគេបើកអាហ្នឹងបានមកលេងសប្បាយឥឡូវអត់មានទឹកលេងចឹងគឺអត់សប្បាយទេនេះខ្លះគេចូលចិត្តអត់លេងទឹកហើយពីសប្បាយទេចឹងខ្ញុំគិតថាសម្រាប់ខ្ញុំទីចិត្តលេងទឹកវាអត់សូវសប្បាយទេនេះអូកន្លែងនេះគឺគេចាប់ផ្ដើមរែងដែកបងប្អូននេះគេចាប់ផ្ដើមចាក់ដែកហើយអូផ្ទះនេះស្អាតបងប្អូននេះផ្ទះឈើឡើងខ្ពស់តែគេទៅឲ្យរើនេះផ្ទះនេះរើចេញហើយបងប្អូននេះងល់នេះគឺគេចាប់ដើមរែងដែកដើម្បីចាក់ផ្លូវធ្វើផ្លូវបេតុងនេះបងប្អូននេះឥឡូវយើងធ្វើដំណើរទៅមុខទៀត Let's go អញ្ចឹងតិចទៀតផ្លូវនេះធ្វើហើយអញ្ចឹងអ្នកដែលជិះតាមផ្លូវនេះលេងពិបាកហើយផ្លូវនេះក៏អត់បានធ្វើបងប្អូនខ្ញុំនិយាយមែនជិះម្ដងខ្ញុំចង់រុះថ្លើមពិសេសខ្ញុំទៅលេងទៀតបងប្អូនខ្ញុំនៅភ្នំ150ហើយម្ដងគឺលក្ខណៈថាវារលាក់រដិបនេះកន្លែងនេះគឺកំពុងតែចងដែកបងប្អូនជារៀបចងដែកដើម្បីធ្វើផ្លូវនេះកន្លែងនេះកន្លែងសំណង់ទឹកមួយទៀតគេកំពុងតែហូបអីតែនេះមានលក់អីវ៉ាន់តែនេះខ្ញុំដឹងថាសំណង់ទីប្រមាណទេបងប្អូនខ្ញុំអត់ដឹងទេនេះតាមនេះអីទីចិត្តគឺគេរើចេញអស់បងប្អូនកន្លែងជីកញ្ចុះសម្រាប់លក់ម្ហូបអាហារកន្លែងនេះគឺសិតតែកន្លែងអីគេកន្លែងលក់ម្ហូបអាហារបងប្អូនតែខាងមុខនេះគឺជាសំណង់ដែលគេលេងទឹកឥឡូវគេចាប់ដើមរើបងប្អូនគេរើហើយគេរើឥឡូវនេះចេញហើយអូនរើនេះគេឲ្យទៅនៅណាអូនគេរើអានេះទៅនៅណាវិញអូននៅនេះគេឲ្យរើណាហីតង់ទី2ហីដល់ពេលបងសួរនៅនោះមិញទេនោះគេហៅនោះគេឲ្យរើអូននៅក្រោមគេឲ្យរើទេអូយល់ហើយចឹងបាទបើអញ្ចឹងអីគេចុះនេះគេឲ្យរើទេអត់រើទេអូយល់ហើយអញ្ចឹងគេឲ្យរើទេបាទប៉ះហ្នឹងមានថានៅលើផ្លូវមែនអត់អូននៅលើផ្លូវអូខេអូនបាទមិនបងសួរអ៊ំនោះមិញគេថាចេះផ្ទះគាត់នៅខាងក្នុងធ្វើអស់$10000គេឲ្យរើចេញផ្ទះនៅខាងក្នុងផ្ទះគាត់ចូលទៅខាងក្នុងឥឡូវតែអាហ្នឹងផ្ទះគាត់នៅក្នុងបើគេរើប៉ះហីអូយល់អូននិយាយទៅនៅយល់អូនអូខេអូនបាទនឹងជិះទៅអីគេឡាមលឿនជិះតាមផ្លូវនេះតែគេថាចាក់ផ្លូវបេតុងដល់ត្រឹមផ្សារហ្នឹងហ៎បងសួរអ៊ំនោះមិនគេថាត្រឹមផ្សារទេផ្សារសំណង់ទី2
ចាក់តោះនេះបាទអូនមិនបងស្មានតាតូបនេះគេឲ្យរើដែរវារើទៅលក់នៅណាអូខេមកតណៈអូខេអូនតើអូនតើទៅបាទអូនអូបងប្អូនតាមប៉ាត់តូបនៅនេះគេឲ្យរើទេអត់រើហ្នឹងរើផ្ទះនៅលើផ្លូវបងប្អូនគេឲ្យរើយូរឆាប់ចុះបងប្អូននេះទំនប់អាងកំពេញពួយស្រស់ស្អាតខ្លាំងបងប្អូននេះយើងមើលទៅខ្ញុំដឹងថាអាងកំពេញពួយឆ្នាំណានោះរីងឲ្យគេចាប់បានត្រីធំទៀតតែមួយឆ្នាំនឹងទេតែរីងឆ្នាំនេះអត់រីងគេគាត់ថារីងទឹកវានៅរាក់បងប្អូននេះស្រស់ស្អាតខ្លាំងហើយខ្ញុំទៅពីនេះគឺខ្ញុំទៅរមណីយដ្ឋាននំសំពៅទៅហូបនំមកោខាងនេះអត់មានទឹកកលិញដោយសារវាអត់មានទឹកទៅជាបើក៏វាមិនហូរដែរបងប្អូនគោយន់គេចាប់ដើមទៅទៅហើយឡានដឹកមកគឺគេចែកទូកាត់ចោបងប្អូនទីកណូតសូមបញ្ជាក់បងប្អូនម្ដងទៀតមិញខ្ញុំសួរអ៊ំនោះមិញគាត់ថាគេឲ្យរើនៅអញ្ជើញផ្ទះខាងអាងហ្នឹងតែអត់ទេបងប្អូនខ្ញុំសួរអូនមិញអូនថាផ្ទះណាដែលនៅជាប់នឹងជើងអាងនៅនឹងជាប់នឹងផ្លូវបានគេឲ្យរើព្រោះផ្ទះណាដែលអត់ប៉ះផ្លូវគឺគេឲ្យរើទេអញ្ចឹងពុំមែនហ្នឹងខ្ញុំដឹងអត់ច្បាស់ទេខ្ញុំនិយាយនេះគឺនិយាយតាមពាក្យសម្ដីដែលគាត់និយាយអ៊ំនោះនិយាយថាផ្ទះគាត់នៅក្នុងគឺគេឲ្យរើតែអូនថាផ្ទះជាទូទៅបើផ្ទះអត់ទៅផ្លូវទេគេឲ្យរើទេអញ្ចឹងបងប្អូននេះកន្លែងនេះបងប្អូនសិតតែកប៉ាល់សិតតែកណូតបងប្អូនឡើងស្ញៀវក៏ដោយអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំជិះម៉ូតូទៅនោះបងប្អូនជិះទៅនោះខ្ញុំវងភ្នំទៅនោះវិញខ្ញុំជិះដល់ត្រឹមនោះទូរស័ព្ទខ្ញុំអត់ថ្មប៉ុណ្ណាខ្ញុំឆាប់ថតទៅប៉ុណ្ណឹងអញ្ចឹងខ្ញុំជិះវងភ្នំនោះបងប្អូននោះតែប៉ុណ្ណឹងមានថតជូនចែកជូនបងប្អូនទស្សនាថាផ្ទះបងប្អូនរស់នៅតាមជើងភ្នំនឹងអូខេខ្ចង់ស្ងោនេះវាជូបច្ចកោម៉ានមិញយកតាមបច្ចកោម៉ានđâuកន្លែងនេះគេឲ្យរើចេញមែនបងគេឲ្យរើអរគុណអូនអូអានេះគេចាក់ផ្លូវបេតុងឬអីអើបើគេចាក់ផ្លូវបេតុងហីផ្លូវនេះគេចាក់ផ្លូវបេតុងបងប្អូនគេកំពុងរៀបចាក់យើងបន្តដំណើរទៅមុខទៀតតែប៉ុន្តែនៅម្ដងនេះបើអត់ទៅផ្លូវគេឲ្យរើទេបងប្អូនបើទៅផ្លូវបានគេឲ្យរើនេះតាមមើលអាចរើដោយសារគាត់ធ្វើនៅលើចិញ្ចើមផ្លូវបណ្ដោយបើចុះទៅក្នុងនោះគេឲ្យរើទេកន្លែងនេះសិតតែកប៉ាល់កណូតនិយាយខុសខ្ញុំទីចតអ្នកនេសាទទុកអ្នកនេសាទនេះបើយើងបត់ទៅខាងឆ្វេងដៃយើងចុះទៅថ្នល់កស៊ូជិះទៅខាងយើងវិញនេះបងប្អូននេះតែខ្ញុំអត់ទេខ្ញុំទៅត្រង់
ជីឆ្វាយជុំវិញអាងនៅខាងមុខនោះអត់ឆ្វាយទេបងប្អូនអស់ទូរស័ព្ទថ្មអស់ទូរស័ព្ទអស់ថ្មពេលហ្នឹងខ្ញុំចាប់តតពេលហ្នឹងនេះអស់នេះបងប្អូនគឺគេមកពីឃ្វាគោគេដេញគោទៅផ្ទះវិញបងប្អូននេះយ៉ាចូលនៅកណ្ដេះផ្ទះនៅខាងស្ដាំដៃផ្ទះដៃនៅក្នុងអាងក៏មានបងប្អូនខាងក្នុងអាងក៏មានផ្ទះខាងនៅអាងក៏មានផ្ទះគេលក់ចំហុយលក់អីអូពេលនេះគេឲ្យរើបងប្អូនគេរើអូយទៅផ្ទះនៅក្នុងអាងខាងនេះគេឲ្យរើផ្ទះនេះរើបងប្អូនសឹកសោះក្រេខ្នើយពូនិយាយទៅនៅជាងស្ដាំដៃខ្ញុំនេះគឺគេឲ្យរើចេញទាំងអស់តាមនេះគាត់ថាពីព្រោះគាត់នៅនឹងក្នុងអាងចំណីអាងបណ្ដោយបងប្អូនអូនេះគឺកំពុងរើផ្ទះនេះរើដែរជិះយកហើយគាត់ស្រែកថាជិះយកហើយជិះយកហើយនិយាយទៅបងប្អូនផ្ទះនៅខាងក្នុងអាងទាំងអស់គឺគេឲ្យរើទាំងអស់ព្រោះខ្ញុំឃើញមានគេរើគឺយន្តគេដឹកគេមកពីស្រែអូទៅនេះរើទៅនេះរើដែរបងប្អូនគាត់ដាក់អីវ៉ាន់ដាក់ឡានគាត់ទៅនៅកន្លែងថ្មីរបស់គាត់អស់ផ្ទះនៅខាងស្ដាំដៃអស់នៅផ្ទះឆ្វេងដៃបងនេះផ្ទះនៅឆ្វេងដៃផ្ទះនេះស្អាតនិយាយតាមត្រង់ខ្ញុំជួយចិត្តផ្ទះនៅនឹងជើងភ្នំមានអារម្មណ៍ថាដូចផ្ទះគំនូដូចគេគូតែខ្ញុំអត់ដឹងថានៅនេះភូមិអីឃុំអីទេបងប្អូននេះផ្ទះថ្មលេបជាងពោត្រួយជេផ្ទះនេះទុកចោលមើលបងប្អូនគិតដូចខ្ញុំហ៎ដូចផ្ទះគំនូដែលវិចិត្រកបដៃអាចគូយ៉ាងស្រស់ស្អាតជួកន្លែងនេះគេដូចផ្ទះខ្ញុំអត់ដឹងបងប្អូនកន្លែងនេះគឺស្អាតផ្ទះថ្មខ្ញុំអត់ដឹងថាកន្លែងនេះគេដែរតែនេះមានផ្លូវបត់ឆ្វេងបត់ស្ដាំតែខ្ញុំអត់បត់ស្ដាំអត់បត់ឆ្វេងទេគឺខ្ញុំទៅបត់ទៅខាងស្ដាំដៃហើយគេមកវិគ្រាគោនៅនេះគេចាំទីចិញ្ចឹមគោចាបងប្អូននេះអូនគោច្រើនជាងគ្រាម្នាក់អស់ដែរអូន
phê mình này ở đây chào anh chẳng á ô sao hai quá nè ô lan màu một ông ôn bây giờ tại này với nhau ôi lan cái đầm bờ nơi người chân nồng sát ăn với người tây hai bữa sang chứ cứ liền tới cái sựភាពsau ông bông đi ông bông tên là người chân nồng sát ăn ôm nhìn lang trên ông bông một cái đầm bông nên nó chầm cá thôi chầm cá hơi nướng chỉnh chầm sạch cô sạch cà bấy sạch cô vì pro còn ở ai nhưng cái thằng còn ai theo sai mà anh này nghe chầm cá ok xa ra cái mò mai xa ra bên đây cái đây sọc phần nào thì bây giờ bạn sẽ phần nào bạn sẽ cầu nơi cùng sự bạn cho cái cái thà vì bao này là stroke cho phải giá cả bồi sọt hất say ngàn say mà tô sọc phép lòอย่างnào thế nhẹ này thì dạ dạ là ní lụa chụp ván này cái bật phi ấy ôi đi tết mua làm phân này nó không còn mau bị kia cô nên ní cứ cái nên cho từ nông không có nữa đi thay nhung ôn khơi sáo nữa cho từ nông đó nơi chọn chơi nông hay nơi hàng chọn nông lớn cái đam bầu cái ở đâu nơi chọn nơi nào thì cái cho từ nông ôn khơi nữa cái mới tới tu để xa nơi ngày đại nơi ngày thì lờiแต่ในhàng sẽ làmได้คืออเมริกาบางคนยังแต่ในhàngช่วยได้นี่นี่จะซาไปบางเติมเมื่อแต่หาจะเคยบางคนนี่cái này mình tốc độจะhồi ngồi ra bางคนผู้ชิกระมุกlà cái tên này chọn nó taยืนถอดมันพิสัตว์ไปเล่นเลือดโวยเลยมีเลือดสร้างเลือดอ๋อlại nên chăm chỉ chị cam mà buồn kia là chị cam lại nên nhận được tập chỉnh đồ
ស្អាតណាស់ដូចជាអាស្រមគេចង់គោគេគ្វាគោអានេះគេលាមចោលគេអត់ទឹកគ្វាទេអននៅកនេះផ្ទះនៅស្ដាំដែរបងប្អូននេះផ្ទះនៅស្ដាំដែរមានដែរស្ដាំដែរគឺនៅខាងអាងតែប្រហែលផ្ទះហ្នឹងឯងដល់នេះម៉ោងខ្ញុំជិះស្មាននេះម៉ោង5ជាងបងប្អូនតែថ្ងៃបើកល្អដោយសារមេឃរកភ្លៀងដែរតែវាអត់ភ្លៀងនៅបើកថ្ងៃអញ្ចឹងមើលមេឃនេះភ្លៀងក៏ខ្ញុំអត់បានថតដែរដោយសារវាពិបាកអញ្ចឹងវាពិបាកតាមមួយហេតុតែតិចទូរស័ព្ទនៅនេះស្អាតនិយាយទៅខ្ញុំនិយាយដែរអញ្ចឹងខ្ញុំពិតជាស្រឡាញ់ផ្ទះនៅជើងភ្នំអូឡើយរមណីយដ្ឋានអាងកំពង់ពួយពីចុះភ្នំខ្ពស់អូឡើយនេះពីចុះហូបតែរមណីយដ្ឋានបងប្អូននៅនេះមាននេះជាកញ្ចុះបងប្អូនមកនេះកំភៃខ្លាក់មានតែហូបឡើយនេះមានរមណីយដ្ឋានដែរយ៉ារលាក់អញ្ចឹងនៅនេះថាភ័យភ្នំខ្ពស់អញ្ចឹងប្រហែលជាភូមិភ្នំខ្ពស់ដល់តាមខ្ញុំគិតថាបងប្អូនខ្ញុំអត់ដឹងដែរអូនៅនេះមានផ្ទះនៅស្ដាំដែរបងនេះឡើងស្រស់ស្អាតមានដាំដូងដើមដូងដើមនេះកន្លែងគេដាំដើមស្វាយគោគេចូលក្រោលបងប្អូននេះគេចាប់ដើមចូលក្រោលហើយផ្ទះនេះពោលតែក្រូចស្អាតញាក់ឆ្លោះចុយម៉ាយឆ្លោះចំម៉ាយអូឡើយនេះសាឡនបងប្អូនអាចមកធ្វើមុខធ្វើសក់ឲ្យនៅនេះបាននេះផ្ទះថ្មវ៉ាវផ្ទះថ្មឡើងស្រស់ស្អាតផ្ទះម៉ាអីគេម៉ូតកពើហានេះក៏ផ្ទះថ្មដែរបងប្អូននេះពោត្រជេតែនេះគេពោស្រស់បណ្ដោយផ្ទះកពើហាដែរលក់ចាប់ហួយចាប់ហួយនេះពោតគេដាំពោតនៅនឹងជើងភ្នំពោតដាំនៅនឹងជើងភ្នំគេល្អបងប្អូនល្អខ្លាំងពោតដីនៅជើងភ្នំគឺសម្បូរជីវជាតិអូនេះដាំកង្កោបការកង្កោបព្រិចស្គូបស្គីរុះរយលើដីជាសក្ខីតិចថាការរីករុះរយការរីកហើយក៏រយគឺជាច្បាប់នៃធម្មជាតិដូចមនុស្សយើងដែរកើតចាស់ឈឺស្លាប់វាគឺជាច្បាប់នៃធម្មជាតិអូបងប្អូននេះមកដល់មុខមានការ៉ាសាំងតេឡាដេប៉ូតេឡាវត្តថារីបងប្អូនភូមិតាងែនអូនៅនេះភូមិតាងែនភ្នំខ្ពស់អូគេដាក់ចឹងបងប្អូនមានចាប់ហួយលក់បន្លែប្លុកអូនៅនេះមានផ្សារដែរបងប្អូនលក់បន្លែប្លុកនៅនេះមិនបាច់ចាំឡើងទៅទិញនៅនោះបងប្អូនដល់វត្តហើយនេះគឺវត្តអីគេសិនវត្តពោធិរាំងសីហៅវត្តភ្នំខ្ពស់អូបងប្អូននេះវត្តភ្នំខ្ពស់ទីចូលទីសិនបងប្អូនវត្តនេះស្រស់ស្អាតខ្លាំងនេះទីជ្រៅចូលឡើងដែរ
អូនេះវត្តសពព្រៀបលើទៅវត្តពោធិរាំងសីព្រះកែវមនីមកព្រះកែវមរកតហៅវត្តភូមិឈ្មោះភូមិតាងានឃុំតាក្រៀមស្រុកស្មុពោខេត្តបាត់ដំបងវត្តពោធិរាំងសីព្រះកែវមនីមរកតហៅវត្តភ្នំខ្ពស់ឥឡូវមកដល់វត្តភ្នំខ្ពស់ហើយនេះអ្នកតុំមានខ្ចីវាភ្លក់មួយសិនភ្លក់ឲ្យមកមានតុំមានខ្ចីជូនញាក់សាច់នេះគឺថ្ងៃរៀបលេចបងប្អូននេះដល់កអើយឡើយនេះអស់ប្រៃ អានេះពណ៌សនឹងមិនវិញ នេះជាតរ៉េអូហើយដងខ្មែរសក់ណា ដងខ្ចី នំអាកោថ្នោតរសជាតិទុរេន នេះប្រចាំយើងហ្មង រសជាតិដើម រសជាតិដើមប្រចាំហាងហើយរសជាតិថ្មីបន្តមករសជាតិទុរេនឥឡូវចង់សាករសជាតិថ្មីបងប្អូននេះ ហាច់មួយសិនឲ្យគេសាក ឥឡូវចង់សាកធ្វើរសជាតិថ្មីបងប្អូនទាំងអស់គ្នារសជាតិទុរេន ក្នុងហ្នឹងមានត្រេនមានខ្ទិះដូង ចា មានទុរេនមានខ្ទិះដូង យើងយកសាច់តរ៉េណាបើលាយមួយសាច់ម្សៅហើយក្នុងមានតិចដូចអាកោថ្នោតដែរខ្វាន់ថាមួយផ្នែកមួយតរ៉េមួយថ្នោត បាទអូខេ rồi đồពីលើច្រើនហើយនឹងឈ្ងុយផិតនៅខាង ខាងមិនធំ ឈ្ងុយក្លិនតរ៉េនញ៉ង ភ្នែកអង្គហមបងភ្លេចឆ្ងាយ ណាច់មកថតចិត្តពេកភ្នែកក្រហមខ្លាំងហ្នឹងកុំថតចិត្តពេកអូនេះឡើងឈ្ងុយតរ៉េនមកបងប្អូន ឈុកគេភ្លឺបានហើយបាទត នេះឡើងឈ្ងុយតរ៉េនតាមតលឺភ្លៀងថាមាននំអាកោរសជាតិតរ៉េនញ៉ាំមកភ្លៀង បាត់ដបងមានតែមួយណា បាត់ដបងមានតែមួយទេ ខាងមិនធំ ខាំទៅ សិនរួចហើយលើកឡើងវា មួយតរ៉េនហ្មងណា ឆ្ងាញ់រសជាតិ តិចណាស់ ប្លែកទេ ដូចញ៉ាំតរ៉េនដល់បងប្អូនដូចញ៉ាំផ្លែតរ៉េនអញ្ចឹងណា អញ្ចឹងអ្នកទាំងអស់គ្នាមិនចាំបាច់ទៅហូបផ្លែតរ៉េនទេញ៉ាំតែនំអាកោទៅរសជាតិតរ៉េនដែរ សាច់តរ៉េនទៅលើ គេញ៉ាំដាក់ដូងចេញហ្នឹងទៅជាហ្មងណា เอาไปឆ្នោតអី ថ្ងៃមានតាំងផ្លែថ្នោតទៀតដែរ 4000
lụa này ní miên tàu miên này មានតោឲ្យដាក់ចិត្តទៅស្រួល ស្រួលបាទ អត់មានបាក់ ចូលដល់ពេលគេធ្វើឲ្យតើនៅវិញអត់បង ខ្លាចជាអត់ទៅនៅស្រួលជាហើយនៅកដុកដាច់បង បាទ ចូលជាប់គ្នានំអាកោថ្នោតខ្មែរ ចាំនិយាយវាទៅចូល បាទដល់នេះក៏ដាច់ដែរ មានអត់មានទឹកតើយទេហ៎ នេះអត់មានទឹកតែនេះចេះស្រួយល្អ បាទបងបាទ តែជាលក់ច្រាប់នៅនោះក្តៅអាលើព្រោះក្តៅនេះ ក្រោមបង ប្រាប់អត់បានបាទបាទឥឡូវមកនៅនេះរៀងដាក់ច្រាវទៅលើចេះ លហើយនេះបងដាក់លក់មែនថ្មនេះ ចា អូមានថ្មទៀតបងប្អូន បងខំទៀត បង គេអាចយកកាច់ផ្នែកបាន បាទនិយាយវីដេអូចូលវីដេអូបងចាប់មួយនេះអត់អត់ទេមួយទៅ ជាមួយយកគ្នា ដល់ពេលមកលក់ហ្នឹងទៅមកវិញស៊ូរោ ហើយគេរើកន្លែងយើងបោះទៀត បងខ្ញុំធ្លាប់មួយបង ចាក្តៅ ក៏តាកាត់កាសិនកាត់សិន ដល់នេះវាទៅឲ្យតែស្រួយដឹងតែជាប់គុំហើយ អូអញ្ចឹងទៀត ចាយកស្រួយចាចាក់បន្តចានេះអានេះអត់កាត់ភ្លក់កាត់ខ្ញុំខ្ញុំលក់មានម៉ួយច្រើនដែរហ្នឹងព្រោះថាត្រាំមិនបានដល់រឿងក្តៅនឹងចាក់មកជាមួយឯងចាពុំពីជាមួយទៀតមក ចិនឡើយ អត់ទៅចាំទៀត បងចាប់ដើមលក់ម៉ោងប៉ុន្មានទៅម៉ោង1ទៅរហូតដល់ល្ងាច ចាតែកាលអត់ដល់ល្ងាចឈប់ត្រឹមម៉ោង5ទេអត់បាន បាទ អត់លុយទេនេះទៅ ឆ្អិនហើយ ប៉ុណ្ណឹងទៅចាំជាប់ទៀតហ៎ស្លេកញ៉ាំអត់ទេអត់ឡើយចាឡាទីតាពីទៅបានហើយទៅចាំទៅដល់មួយទៀតមកចាំព្រុស កាត់ពេញ3ហ៎ហានេះនិយាយមួយសិន បាទ រាល់បងប្អូនទិញនំអាកោណាលីងមានថ្នាក់នគរលើនេះណាបងប្អូនហើយលេខទូរស័ព្ទនេះអាចខលបានតាម Telegram ក៏បានហើយនំអាកោលក់ម៉ោង12ដល់មុខគាត់ទៅម៉ោង3លក់ដល់ជើងមុខទៅមានពីទីតាំងណា អូខេពីទីតាំង ចា លេខទូរស័ព្ទតំណែងតំណង លេខទូរស័ព្ទតំណង031 355 449ដើម page ហើយណាលីងនំអាកោថ្នោតព្រះអង្គសុំជើងក្នុងទៅ មកតាមផ្លូវនេះវាថាមកកើតទៅឃើញធ្វើស្ពាន ទៅពីไหนណា មកយើងចេញពីបណ្ដាលមក ចាប់ពីចាប់គេលឹងលោ Thank you អូនងឹត ហើយនំជួយ លក់តែមួយបានទេបង តែមួយបាន មួយបានទេបង ជួយបងប្អូននេះហើយសាច់ម្សៅចាប់មកឡើងក្រាស់ឡើងស្រួយឡើងហែកអញ្ចឹងដល់ពេលវាស្រួយទេឃើញឡើងហែក ហាច់មួយទៅហាច់នំបងកាច់ទៅពីរក៏មិនហាច់ដែរកាច់ទៅពីរ មួយពីរបី គុំចាយលក់ពីម៉ោង1ទៅចាប់ដល់ពីម៉ោង1ទៅចាយមកលក់នៅ
lại nè ចឹងកាលពីមុនចាយរត់នៅខាងក្នុង cha តែពេលឥឡូវមកពីក្រៅវិញ cha 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 អញ្ចឹងមួយដែលធ្លាប់ពិសានំពុំនៅជើងភ្នំសំពៅឥឡូវគាត់បងដោយទីតាំងមកលក់នៅមុខវត្តជើងភ្នំមុខវត្តភ្នំសំពៅវិញនៅជាប់នឹងផ្លូវជាតិ57មែនអត់បង chặt nó mặc cao បាទជាប់នឹងមកកៅលីនណា ta lấy កៅបង cha ណា ta ទេ lấy ណាលីននៅមកកៅថ្នោតជើងភ្នំសំពៅ ta lấy của ôm nhau cha បាទបង viên người ta បងលើកមកបងលើកមក viên người ta đọc chạy mà túi đây đạp rầm bà thì mình chơi thì mình chặt đâu hết á mình chặt đâu rồi ត្បូងនេះគេហៅត្បូងអីគេដល់ anh ấy bơi dưới tới bơi tham mình chịt rồi dương biết tham mình thả thành màu cao á បាទអញ្ចឹងគេទិញគេចូលយកទៅឆ្នៃឲ្យជាងគេ anh ấy ăn này ba đây ban tăng lục តាំងមកចឹង chà hay bận anh ấy ấy của anh ấy không chơi phá như thế cái cái này thờ bây giờ bông bây giờ à đó bây giờ trai này tao អូគេអាចទិញទៅគេយកទៅកែច្នៃខ្លាំងបានត្រូវឬខុសទេចាទៅហើយ ốc con bây giờ trong và hai như là sao như cả lại dùng thơ cặp cà phê អឺ còn ai ở đọt thơ tai pe của những thơ ở toàn này để ra cái tô ដល់ឈើទៀងទៅ trẻ អូនេះទឹកស្អាតកតូនខ្មែរយើងហ្នឹងបងប្អូន là ngày សុំមួយទៀត bây giờ liệt ở bị lụa ឆ្លៀត liệt bị lụa chân tớ giờ ở thơ cái tốn tục sầm rập ngày sai tiền និយាយទៅអត់មានពេលតនេទេ hoặc tê បងប្អូនអាចមកទិញនំមកកៅថ្នោតណាលីនមានផ្លាក logo បិទនឹងហើយលេខទូរស័ព្ទ Telegram ក៏បានដែរហើយម៉ោង 12 លក់នៅមុខវត្តភ្នំសំពៅហើយទីតាំងមួយទៀតម៉ោង 3 រសៀលលក់នៅជើងភ្នំសំពៅ មានពីរទីតាំង មានពីរទីតាំង ចាមាន2ទីតាំងហើយមានផ្លាក logo បិទលើនឹងឲ្យដឹងហើយថានំមកកៅថ្នោតណាលីន